រឿងក្អែកនិងពស់វែងនៅលើដើមពោធិ៍ធំមួយមានក្អែកមួយគូរស់នៅរាល់ពេលក្អែកញីពងពស់វែកមួយក្បាលដែលអាស្រ័យនៅក្នុងរូងឈើមួយតែងឡើងមកស៊ីពងក្អែកជារឿយៗដោយខ្លាចដាច់ពូជក្អែកញីក៏ពិភាក្សានឹងក្អែកឈ្មោលពីវិធីការពារពងក្អែកញីបងអើយពស់វែកវិស៊ីពងយើងរាល់លើកបើនៅតែយ៉ាងនេះយើងពិតជាដាច់ពូជមែនហើយក្អែកឈ្មោលគិតមួយសន្ទុះក៏តបទៅវិញថាមិនអីទេអូនក្នុងនាមបងជាប្តីបងរ៉ាប់រងក្នុងរឿងសម្លាប់ពស់នេះចុះថាហើយក៏ហើរចេញទៅភូមិក្នុងគោលបំណងពំរបស់មានតម្លៃរបស់អ្នកស្រុកទុំលាក់ចូលក្នុងរូងពស់ដើម្បីខ្ចីកម្លាំងមនុស្សប្រើក្អែកឈ្មោលហើរទៅដល់ស្រះមួយក៏ឃើញមានពួកស្រីស្នំកំពុងចុះងូតទឹកដោះអស់គ្រឿងអលង្ការទុកនៅលើច្រាំងឱកាសល្អមកដល់ហើយក្អែកក៏ឆាបយកខ្សែកហើយយឺតដើម្បីឲ្យពស់អាម៉ាតដេញតាមរហូតដល់រូងពស់ទើបទម្លាក់ខ្សែកចូលក្នុងទីនោះពេលពស់អាម៉ាតចូលដល់ឃើញពស់ក៏នាំគ្នាវាយសម្លាប់ពស់ក្នុងពេលនោះទៅតាំងពីពេលនោះមកក្អែកក៏រួចផុតភ័យគំនិតអប់រំបើប្រើវិធីមួយធ្វើការមិនបានសម្រេចយើងត្រូវកិនរកឲ្យបាន10ទៅ100វិធីដើម្បីសម្រេចកិច្ចការមិនត្រូវទ្រាំរស់នៅនិងទទួលយកអ្វីដែលខ្លួនបង្ខំចិត្តទេពេលមិនទាន់មានភ័យគួរប្រុងប្រយ័ត្នតែបើភ័យកើតឡើងហើយត្រូវក្លាហានរំដោះភ័យនោះ